គ្រប់នឹងជំរាបសួរប្រិយមិត្តក៏ដូចជាពុកម៉ែបងប្អូនដែលនិយមតាមដានជាមួយនឹងតម្រុយឆ្នោតយួនប្រចាំថ្ងៃនេះខ្ញុំបាទ Channel Admin វងវិលមកជួបប្រិយមិត្តពុកម៉ែបងប្អូនជាថ្មីសម្រាប់ចែកជូនតម្រុយថ្ងៃថ្មីគឺថ្ងៃទី31ខែ7ឆ្នាំ2026អញ្ចឹងប្រិយមិត្តទាំងអស់គ្នាដែលទើបតែចូលមកយកតម្រុយពី Channel វងថ្មីហើយប្រិយមិត្តទាំងអស់គ្នាចង់បានតម្រុយដែលច្បាស់ក៏ដូចជាតម្រុយល្អដែលខ្ញុំបាទ admin តម្រុយឆ្នោតរវងបាទបានគុណគូយកតម្រុយល្អមកចែកជូនដល់ប្រិយមិត្តទាំងអស់គ្នាជារៀងរាល់ថ្ងៃបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like ក៏ដូចជា subscribe ដើម្បីទទួលបាននៅវីដេអូក៏ដូចជាតម្រុយច្បាស់ពីខ្ញុំបាទ admin តម្រុយឆ្នោតរវងហើយការចុច like ក៏ដូចជា subscribe របស់ប្រិយមិត្តទាំងអស់គ្នាគឺជាការលើកទឹកចិត្តឲ្យខ្ញុំបាទមានទឹកចិត្តនិងខិតខំក៏ដូចជារិះរកយកតម្រុយល្អមកចែកជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាប្រិយមិត្តអស់គ្នាយូរយើងចូលមកការហៅតម្រុយសម្រាប់ថ្ងៃថ្មីគឺថ្ងៃទី30ជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងដំបូងគឺយើងមានអាពីរលេខសម្រាប់ពីរលេខថ្ងៃស្អែកគឺយើងមានបា94ប្រិយមិត្តអស់គ្នាហើយមួយលេខទៀតគឺយើងមាន17បាទហើយនឹងមួយលេខទៀតគឺយើងមាន32អញ្ចឹងសង្ឃឹមតែប្រិយមិត្តអស់គ្នាបាទបានកត់រួចរាល់ហើយយើងចូលមកកាន់ហៅអា3លេខយើងវិញអា3លេខនៅថ្ងៃស្អែកគឺយើងមានបាទ409 752បាទនឹងមាន852ដែរបាទគឺយើងមានបាទ852បាទ2លេខប្រិយមិត្តអស់គ្នាបាទហើយយើងមើលជាមួយនឹងលេខអូខ្ទង់វិញបាទសម្រាប់លេខអូសយើងបាទគឺយើងមានអូសខ្ទង់20និងអូសខ្ទង់40អញ្ចឹងសង្ឃឹមតែប្រិយមិត្តអស់គ្នាបាទបានត្រៀមបិចក៏ដូចជាសភៅបាទបានកត់សម្រាប់តម្រុយយើងលេងនៅថ្ងៃស្អែកណាហើយសម្រាប់តម្រុយនេះគឺជាសិតតែជាតម្រុយល្អដែលខ្ញុំបាទខិតខំក៏ដូចជាគុណគូតាមដែលជំនាញក៏ដូចជាចំណេះដែលខ្ញុំបាទបានរៀនមកពីសៀវភៅដែលគេបង្ហាញពីការគុណគូលេខឆ្នោតអញ្ចឹងសង្ឃឹមតែប្រិយមិត្តអស់គ្នាពេញចិត្តហើយវីដេអូនេះក៏បានដល់មកទីបញ្ចប់ហើយសូមអរគុណនិងសូមគោរពលា